Mazda BT50 ប្រភេទ Pick up ដែលទើបនឹងកាត់បានថ្ងៃមុនបាទឥឡូវចេញពីលាងទឹកសម្អាតហើយពុកម៉ែបងប្អូនបាទហើយឥឡូវក្រុមការងារបាននឹងកំពុងប៉ូលាសម្អាតកលុកកលៀតដោយខាងខ្ញុំបានបញ្ជាក់ក្នុងវីដេអូមុនអញ្ចឹងសម្រាប់ឡានគឺភិនភាគច្បាស់បាទអត់កុហកពុកម៉ែបងប្អូនទេបាទអត់ឲ្យមកខកជើងទេឡានមួយគ្រឿងនេះគឺទឹកថ្នាំស៊ីនមួយជុំអត់មានបុកមានបាញ់ឬក៏បតក់ឆ្កេតឆ្កូទេបាទគឺធានាជូនពុកម៉ែបងប្អូនតែម្ដងហើយក៏មានការធានាត្រឹមត្រូវដែរទៅលើមិនបុកមិនកាត់តមិនស្ងោបរោពណ៌ជាពិសេសគឺធានាទៅលើឯកសារត្រឹមត្រូវស្របច្បាប់កាត់ឈ្មោះបានពុកម៉ែបងប្អូនដែលចង់បានប្រភេទឡានមួយទឹកខ្លាញ់គោប្រភេទឡានថ្មីបាទម្ចាស់មុនប្រើថែគីឡូតិចទឹកថ្នាំស៊ីនមួយជុំហើយមានការធានាត្រឹមត្រូវពុកម៉ែបងប្អូនបាទអញ្ជើញមកមើលមួយគ្រឿងនេះបានខាងខ្ញុំធានាជូនគឺមកអត់ខកចិត្តទេបាទដូចបញ្ជាក់អញ្ចឹងភិនភាគច្បាស់ទឹកថ្នាំស៊ីនមួយជុំគីឡូតិចក្នុងវីដេអូមុនពុកម៉ែបងប្អូនបាទផ្នែកខាងក្នុងមើលទៅអត់សូវស្រស់ស្អាតដូចនេះទេបាទហើយសម្រាប់វីដេអូមួយនេះគឺខាងក្នុងគឺបានសម្អាតរួចរាល់ហើយដូចបញ្ជាក់អញ្ចឹងបាទពុកស្បែកទាំងមុខទាំងក្រោយគឺអត់មានរហែកឬក៏ដេប៉ះផ្លាស់ប្ដូរទេដៃអង្កូតដៃលេខតាប់ឡូបាទអត់មានឆ្កូតឬក៏សឹកប្រេះស្រាមទេពុកម៉ែបងប្អូនបាទគឺនៅថ្មីសំណុំស៊ីនសំណុំដើមបាទភិនភាគច្បាស់គឺអត់កុហកពុកម៉ែបងប្អូនទេបាទធានាជូនតែម្ដងធានាជូនទាំងគុណភាពឡានធានាជូនទាំងតម្លៃផ្នែកខាងក្នុងនៅថ្មីបែបនេះពុកម៉ែបងប្អូនបាទដោយសារតែការប្រើប្រាស់របស់ម្ចាស់មុនគឺតិចហើយដូចបញ្ជាក់អញ្ចឹងឡាននេះគឺគីឡូស៊ីនដល់ 70000 ជាងទេបាទខាងខ្ញុំធានាជូនអត់មានតកែគីឡូឬក៏ទៅតម្លាក់គីឡូបាទដើម្បីបំភាន់ពុកម៉ែបងប្អូនទេបាទហើយក៏មានការធានាត្រឹមត្រូវទៅលើกระดาษទិញលក់ជូនពុកម៉ែបងប្អូនតែម្ដងបាទគឺគីឡូស៊ីនហើយផ្នែកខាងក្នុងក៏ដូចគ្នាដែរបាទអត់មានដេប៉ះផ្លាស់ប្ដូរបាទពូកស្បែកថ្មីទេបាទគឺនៅពូកស្បែកស៊ីនសំណុំដើមបាទពីកណើតរោងចក្រតែម្ដងពុកម៉ែបងប្អូនបន្ទាប់ពីធ្វើការបង្ហាញនៅផ្នែកខាងក្រៅមួយជុំនិងផ្នែកខាងក្នុងមួយជុំឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនបានមកមើលផ្នែកប្លុកម៉ាស៊ីនម្ដងក្លុកលាតប្លុកម៉ាស៊ីនមកលើ Mazda មួយគ្រឿងពុកម៉ែបងប្អូនបាទខ្ចៅខ្ចងមិនថាខ្ចៅថ្ពាល់ជើងដំបូលឬក៏ក្លុកលាតជំនាញណាទេបាទគឺនៅសំណុំស៊ីនសំណុំដើមសូម្បីតែខ្ចៅខ្ចងពុកម៉ែបងប្អូនបាទដូចជាខ្ចៅថ្ពាល់ជើងដំបូលបាទគឺអត់មានស្នាមដោះឬក៏ប្រហើពណ៌ថ្នាំឬក៏លាបថ្នាំទៅលើអីទេគឺនៅកណើតពីរោងចក្រតែម្ដងពុកម៉ែបងប្អូនបាទនៅសំណុំស៊ីនសំណុំដើមពុកម៉ែបងប្អូនដែលបានជាវ Mazda BT50 020មួយគ្រឿងទៅប្រើបាទគឺកក់ក្ដៅតែម្ដងដោយសារតែឡានមួយគ្រឿងគឺថ្មីខ្លាំងមែនទែនពុកម៉ែបងប្អូនបាទសូម្បីតែទឹកថ្នាំក៏មានបាញ់ដែរគីឡូក៏តិចបាទតែ 70000 គីឡូជាងទេក្លុកលាតខ្ចៅខ្ចងដូចជាជើងដំបូលខ្ចៅថ្ពាល់បាទបាតក្រោមគឺអត់ដែលដោះដែរធ្វើអីទេបាទគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងដោយសារតែការប្រើប្រាស់របស់ម្ចាស់មុនគឺតិចខ្លាំងមែនទែនពុកម៉ែបងប្អូនពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍មកលើ Mazda BT50 បាទមួយគ្រឿងនេះអាចមកមើលបានបើកតេស្តសាកល្បងបានធានាជូនភិនភាគបាទទោះជាពុកម៉ែបងប្អូនបាទនៅឆ្ងាយនៅខេត្តក៏ដោយបាទភិនភាគគឺច្បាស់អត់ឲ្យពុកម៉ែបងប្អូនមកខកជើងទេបាទគឺធានាជូនច្បាស់តែម្ដងមិនថាពុកម៉ែបងប្អូនចង់ទិញដាច់បងរំលោះឬក៏វាយដូរបាទអាចអញ្ជើញមកមើលបានបើកតេស្តសាកល្បងបានពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តបាទចាំចរចាតម្លៃគ្នាក៏បានមកដល់ចំណុចនេះពុកម៉ែបងប្អូនបាទគឺខ្ញុំនឹងធ្វើការបង្ហាញផ្នែកជើងក្រោមឬក៏បាតក្រោមជូនពុកម៉ែបងប្អូនទស្សនា Mazda មួយគ្រឿងពុកម៉ែបងប្អូនបាទឡានអត់ដែលប្រើនៅខេត្តទេប្រើតែនៅក្រុងភ្នំពេញបាទដូច្នេះហើយជើងក្រោមគឺថ្មីខ្ចីអត់មានទុំដីក្រហមឬក៏ឡើងច្រេះបាតឬក៏ពុកផុយត្រង់ណាទេពុកម៉ែបងប្អូនបាទ
គឺនៅសំណុំស៊ីនសំណុំដើមតែម្ដងបាទគឺអាចចាត់ចូលថាជាប្រភេទមេឡានហើយសម្រាប់ Mazda មួយគ្រឿងនេះពុកម៉ែបងប្អូនដែលចង់បានឡានថ្មីឡានស្អាតជាពិសេសតម្លៃនិងមានការធានាត្រឹមត្រូវបាទខ្ញុំធានាជូនមកមើលឡានមួយគ្រឿងគឺអត់មានខកចិត្តទេបាទថ្មីទាំងឡានតម្លៃពិសេសជូនពុកម៉ែបងប្អូនទៀតហើយថែមលើនឹងទៀតពុកម៉ែបងប្អូនបាទគឺខ្ញុំមានការធានាជូនត្រឹមត្រូវទៅលើមិនបុកមិនកាត់តមិនស្ងោបរោពណ៌បាទហើយការធានានោះគឺលាយលក្ខជាអសរប្រដិបម្ដាយជូនពុកម៉ែបងប្អូនតែម្ដងហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមដល់ចប់កុំភ្លេចជួយ like ជួយ subscribe channel ជួយ follow ហើយជួយ share បាទឲ្យដល់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរករថយន្តទៅប្រើប្រាស់មានការធានាត្រឹមត្រូវបាទជាពិសេសបាទខាងខ្ញុំក៏លក់ជូនតម្លៃពិសេសជូនពុកម៉ែបងប្អូនតែម្ដងបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់បាទអរគុណច្រើន